នៅក្នុងរឿងភាគចិនដ៏ល្បី When I Fly Toward You យើងឧទាហរណ៍ប្រយោគងាយៗមួយចេញពីរឿងភាគចិននេះ苏在在是家路让的女朋友ថ្ងៃនេះយើងមករៀនពីពាក្យមួយនេះនិងកន្សំពាក្យពេញនិយមដែលអាចសម្គាល់ក្រុមតារាចម្រៀងស្រីដូចជា Blackpink តួឯកស្រីដូចជាចៅលូស៊ឺនិងស្រីស្អាតដូចជា Jennie មិនតែប៉ុណ្ណោះខ្ញុំនឹងពន្យល់ពីពាក្យផ្សេងៗទៀតដែលកាត់ឡើងពីការផ្គុំពាក្យមួយនេះនិងតួអក្សរដទៃទៀតអញ្ចឹងយើងចាប់ផ្ដើមពាក្យនេះអានថា nu n u nu 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 សំឡេងទី3សម្រាប់ការអានសំឡេងទី3នៅក្នុងភាសាចិនយើងត្រូវសង្កត់សំឡេងហើយលើកសំឡេងឡើងទៅវិញបន្តិចសម្រាប់ PN ដែលខ្ញុំបានបង្ហាញនៅលើ screen នេះមានពីរប្រភេទផ្នែកខាងលើគឺជា PN ដើមដែលសម្រាប់ការប្រកបនិងការអានរីឯខាងក្រោម NV នេះគឺសម្រាប់យើងវាយនៅក្នុង keyboard ដើម្បីឲ្យចេញពាក្យ nu នេះចេញមកនៅក្នុងទូរស័ព្ទឬក៏ computer របស់យើង nu មានន័យថាស្រីមេងស្រីឬក៏ភេទស្រីពាក្យ nu មាន3គំនូសដំបូងយើងគូសពីលើកាច់ចុះមកក្រោមដោយសញ្ញាធំជាងក្នុងគណិតវិទ្យារាប់មួយគំនូសបន្ទាប់មកវត្តពីស្ដាំមកឆ្វេងជាគំនូសទី2ហើយចុងក្រោយគូសបន្ទាត់ត្រង់ពីឆ្វេងមកស្ដាំដើម្បីឲ្យកាន់តែងាយយល់និងចងចាំពីរូបរាងរបស់អក្សរ nu នេះ admin បាន sketch រូបមនុស្សស្រីពាត់ជើងហើយលើកដៃត្រដាងឡើងដូចរាំរបាំបាលេអ្នកទាំងអស់គ្នាអាចស្រមៃទៅដល់រូបភាពមួយនេះឬក៏សកម្មភាពមួយនេះនៅពេលដែលអ្នកទាំងអស់គ្នាត្រូវសរសេរពាក្យ nu នៅពេលដែលពាក្យ nu បូកជាមួយនឹងពាក្យ hai ដែលមានន័យថាកូនវាក្លាយទៅជាកន្សោមពាក្យមួយដែលអានថា nu hai ដែលមានន័យថាកូនស្រីឬក៏ក្មេងស្រីឧទាហរណ៍ជាប្រយោគងាយៗដើម្បីឲ្យអ្នកទាំងអស់គ្នាយល់ពីការប្រើប្រាស់ពាក្យនេះ Une sœur 是一个女孩 Une sœur គឺជាក្មេងស្រីម្នាក់នៅពេលដែលពាក្យ nu បូកជាមួយនឹងពាក្យ 朋友 ដែលមានន័យថាមិត្តភក្តិវាក្លាយទៅជាកន្សោមពាក្យមួយដែលយើងអានថា 女朋友 ដែល yo មុនហ្នឹងយើងប្រើទៅជាសំឡេងទី1វិញឬក៏សំឡេងស្មើវិញ 女朋友 នៅទីនេះមានន័យថាមិត្តស្រីនៅក្នុងរឿងភាគចិនដ៏ល្បី When I Fly Toward You យើងឧទាហរណ៍ប្រយោគងាយៗមួយចេញពីរឿងភាគចិននេះ苏在在是家路让的女朋友苏在在គឺជាមិត្តស្រីរបស់ចាងលូរ៉ាំនៅពេលដែលពាក្យ nu បូកជាមួយនឹងពាក្យ thuan ដែលមានន័យថាក្រុមឬសហគមន៍វាក្លាយទៅជាកន្សោមពាក្យមួយដែលគេនិយមប្រើប្រាស់ដើម្បីសម្គាល់ក្រុមតារាចម្រៀងស្រីដូចជា Blackpink ឬក៏ Baby Monster ជាដើមឧទាហរណ៍ងាយៗពីការប្រើប្រាស់ពាក្យនេះនៅក្នុងប្រយោគ Blackpink 是一个女团 Blackpink គឺជាក្រុមតារាចម្រៀងស្រីមួយហើយនៅពេលដែលពាក្យ nu បូកជាមួយនឹងពាក្យ chủ角 ដែលមានន័យថាតួឯកវាក្លាយទៅជាកន្សោមពាក្យមួយដែលយើងអានថា nu chủ角 មានន័យថាតួឯកស្រីពាក្យ chủ វាជាសំឡេងទី3រីឯពាក្យ nu ក៏មានសំឡេងទី3ដូចគ្នានៅពេលដែលសំឡេងទី3 2នៅជាប់គ្នាយើងត្រូវអានដោយកែប្រែសំឡេងរបស់ពាក្យទី1ទៅជាសំឡេងទី2វិញឧទាហរណ៍ដូចជាពាក្យ 女主角 នេះជាដើមឧទាហរណ៍ជាប្រយោគងាយៗ这部电影的女主角是赵露思យើងអាចបកប្រែបានថាតួឯកស្រីរបស់ភាពយន្តមួយនេះគឺជា赵露思កន្សោមពាក្យ nữ神 ដែលអ្នកទាំងអស់គ្នាខ្លះប្រហែលជាធ្លាប់បានដឹងពីមុនហើយថាពាក្យ 神 មានន័យថាព្រះឬក៏ទេវតាជាដើមឬក៏អង់គ្លេសហៅថា God អញ្ចឹងហើយនៅពេលដែលពាក្យ nu បូកជាមួយនឹងពាក្យ 神 វាបានអត្ថន័យមួយដែលយើងហៅថា goddess ជាភាសាអង់គ្លេសឬក៏ក្នុងភាសាខ្មែរយើងអាចនិយាយបានថាមនុស្សស្រីដែលស្អាតដូចជាទេពធីតាឧទាហរណ៍ជាប្រយោគងាយៗ Jennie 美得像女神ជាភាសាខ្មែរ Jennie ស្អាតដូចទេពធីតាតួអក្សរដ៏គួរឲ្យចាប់អារម្មណ៍មួយដែលកើតឡើងពីការផ្គុំពាក្យ nu និង radical ដទៃនោះគឺពាក្យអានសំឡេងទី1 radical បោកកាយថោបូកជាមួយនឹងពាក្យ nu តាមរបៀបពីលើចុះក្រោមចំពោះរូបរាងរបស់អក្សរអានមួយនេះអ្នកទាំងអស់គ្នាអាចសម័យបានថាយើងមានមនុស្សស្រីម្នាក់កំពុងតែតាំងសមាធិនៅក្រោមដំបូលផ្ទះមួយ
ដូច្នេះហើយពាក្យអាននេះមានន័យថាសុវត្ថិភាពសន្តិភាពកន្សំពាក្យភីងអានកើតឡើងពីការបូកពាក្យភីងដែលមានន័យថាសន្តិភាពស្មើនឹងថងជាមួយនឹងពាក្យអានដែលមានន័យថាសុវត្ថិភាពសន្តិភាពដូច្នេះហើយពាក្យភីងអានមានន័យថាសន្តិភាពសុវត្ថិភាពសុខសប្បាយជាដើមពាក្យភីងអាននេះគឺជាពាក្យដ៏ពេញនិយមមួយដែលតែងតែមានវត្តមាននៅលើស្លាកក្រហមដែលកូនចៅចិនឬក៏ជនជាតិចិនគាត់តែងតែបិទនៅច្រកទ្វារចេញចូលផ្ទះឧទាហរណ៍ឈូរុភីងអានដែលបកប្រែមកថាចេញចូលសុខសប្បាយពាក្យបន្តមកទៀតនេះគឺជាពាក្យម៉ៃអ៊ីអីម៉អីម៉ៃម៉ៃសំឡេងទី4ពាក្យម៉ៃនេះកើតឡើងពីការបូកគ្នារវាងពាក្យនឺហើយនិងពាក្យវៃតាមរបៀបពីឆ្វេងមកស្ដាំហើយពាក្យទាំងពីរត្រូវបានសរសេរឲ្យស្គមជាងពាក្យដើមរបស់វាចំពោះអត្ថន័យវិញនឺនៅតែមានន័យថាជាមនុស្សស្រីរីឯវៃមានន័យថា not yet ឬក៏មិនទាន់ដើម្បីឲ្យអ្នកទាំងអស់គ្នាយល់ពីអត្ថន័យរបស់ពាក្យនេះជាជាងការចងចាំទាំងស្រុងខ្ញុំសូមឧទាហរណ៍ប្រយោគងាយៗមួយក្មេងស្រីមិនទាន់ពេញវ័យម្នាក់នេះគឺជាប្អូនស្រីរបស់ខ្ញុំដូច្នេះហើយកន្សោមពាក្យ妹妹មានន័យថាប្អូនស្រី Anna 是 Elsa 的妹妹ចុងក្រោយនេះគឺជាពាក្យឈឺឈីអ៊ីឈឺ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 សំឡេងទី3ឈឺកើតឡើងពីការបូកគ្នារវាងពាក្យឈឺហើយនិងពាក្យនឺតាមរបៀបពីលើចុះក្រោមឈឺមានន័យថារើសឬក៏យក admin មានរឿងក៏ចាប់អារម្មណ៍មួយតទៅនឹងពាក្យឈឺនេះចង់ចែករំលែកនៅក្នុងវីដេអូក្រោយរបស់ admin ដូច្នេះកុំភ្លេចតាមដានហើយ subscribe channel របស់ admin ម្នាក់មួយផងណាដើម្បីមើលវីដេអូក្រោយៗទៀតឈឺមានន័យថាយកឬក៏រើសរីឯនឺមានន័យថាក្មេងស្រីមនុស្សស្រីឬក៏ភេទស្រីដូច្នេះហើយនៅពេលដែលពាក្យទាំងពីរនេះបូកបញ្ចូលគ្នាវាមានន័យថាជ្រើសរើសមនុស្សស្រីដែលមានន័យស្មើនឹងដណ្ដឹងឬក៏រៀបការឈឺមានកន្សោមពាក្យពេញនិយមមួយដែលយើងតែងតែឮគឺឈឺឡៅភ័រដែលនិយាយឲ្យស្រួលស្ដាប់ទៅគឺការប្រពន្ធ admin សូមបករង្វង់ក្រចកត្រង់ការបញ្ចេញសំឡេងកន្សោមពាក្យនេះបន្តិចណាឈឺមានសំឡេងទី3រីឯឡៅក៏មានសំឡេងទី3ដូចគ្នាដូច្នេះហើយនៅពេលដែលសំឡេងទី3ទាំងពីរនៅជិតគ្នាឈឺត្រូវបានប្ដូរទៅជាសំឡេងទី2វិញឈឺប្ដូរទៅជាឈឺឡៅភ័រមានន័យថាការប្រពន្ធមេរៀនថ្ងៃនេះបានមកដល់ទីបញ្ចប់ហើយបើសិនជាអ្នកទាំងអស់គ្នាមានសំណួរឬក៏មានចម្ងល់អ្វីអ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមវីដេអូនេះបានណាហើយសូមជួយ subscribe channel របស់ admin ម្នាក់មួយផងណាដើម្បីទទួលបានគន្លឹះថ្មីៗនិងមេរៀនល្អៗទាក់ទងនឹងការរៀនភាសាចិនបន្ថែមទៀតអរគុណជួបគ្នានៅវីដេអូក្រោយបាយ